ខ្ញុំបាទសូមអនុញ្ញាតក្រាបថ្វាយបង្គំគុណម្ចាស់លោកយាយលោកតាញាតិញោមពុទ្ធបរិស័ទទាំងអស់មកទេសនាការរៀបចំត្រៀមនឹងបុណ្យពិសាខបូជាសម្រាប់ថ្ងៃស្អែកដែលការរៀបចំពិធីនេះគឺស្ថិតនៅក្នុងវត្តពោវិលទឹកដីនៃខេត្តបាត់ដំបងបងប្អូនទាំងអស់គ្នាបាទឥឡូវបងប្អូនលោកយាយលោកតាទាំងអស់បាទទៅទេសនាទស្សនវិជ្ជានៅខាងក្នុងការរៀបចំរួចរាល់ជាស្ថាពរមានសភាពស្រស់ស្អាតយ៉ាងណាយ៉ាងណីតោះទៅជាមួយខ្ញុំបាទទាំងអស់គ្នាដូចតទៅបាទខណៈពេលនេះខ្ញុំបាទកំពុងតែធ្វើដំណើរចូលទៅក្នុងបរិវេណវត្តពោវិលបើយើងសម្លឹងទស្សនវិជ្ជាពីខាងក្រៅទៅមិនតាន់ដល់ទីតាំងនៃការរៀបចំទេបងប្អូនគឺថាមានសភាពស្រស់ស្អាតមែនទែននេះគឺជាការរៀបចំដើម្បីធ្វើនៅកម្មវិធីបុណ្យសាកបូជាសម្រាប់ថ្ងៃស្អែកឥឡូវទៅឲ្យដល់គៀកតែម្ដងបងប្អូនទាំងអស់គ្នាតោះបាទឥឡូវឃើញថាការរៀបចំរួចរាល់ជាស្ថាពរឲ្យបងប្អូនប្រិយមិត្តទាំងអស់គឺថាមានភាពស្រស់ស្អាតមែនទែនសម្រាប់ការរៀបចំយ៉ាងយកចិត្តទុកដាក់នេះគឺថារងចាំតែគណៈធិបតីលោកអញ្ជើញមកដល់សម្រាប់ថ្ងៃស្អែកផងឥឡូវបងប្អូនយើងទាំងអស់គ្នាទស្សនាការរៀបចំគឺថាមានដាក់តាំងដេកូផ្កាភ្ញីយ៉ាងស្រស់ស្អាតតែម្ដងសម្រាប់ទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងបរិវេណវត្តពោវិលសម្រាប់ថ្ងៃនេះការរៀបចំយ៉ាងស្រស់ស្អាតតែម្ដងបងប្អូនឥឡូវយើងមកទស្សនាមើលការស្រស់ស្អាតមែនទែនតែម្ដងនេះជាការដាក់តាំងសម្រាប់ការភ្ញីគ្រប់ពរគ្រប់ចម្រោះតែម្ដងបងប្អូនប្រិយមិត្តទាំងអស់ការស្រស់ស្អាតមែនទែនហើយវីដេអូនេះក៏ជាคลิปទី2ផងសម្រាប់ចែកជូនបងប្អូនបានទស្សនាកាលពីคลิปទី1គឺថាអត់តន់បានរៀបចំរួចរាល់ស្រេចបាច់ជាស្ថាពរទេឥឡូវយើងមកទស្សនានៅក្នុងคลิปវីដេអូទី2នេះគឺថារៀបចំរួចរាល់ជាស្ថាពរហើយមានភាពស្រស់ស្អាតមែនទែនសម្រាប់ការរៀបចំនេះគឺថាស្រស់ស្អាតសម្រាប់ត្រៀមទទួលគណៈអធិបតីនៅវេលាថ្ងៃស្អែកហើយថ្ងៃស្អែកយើងនឹងជួបជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបងប្អូនគឺคลิปវីដេអូទី3សម្រាប់ពិធីការផ្សេងៗនៅក្នុងបុណ្យវិសាខបូជាទាំងអស់គ្នាឃើញថាដាក់តាំងដេកូផ្កាគ្រប់ពណ៌គ្រប់ចម្រុះនេះស្រស់ស្អាតមែនទែនហើយបងប្អូនយើងទាំងអស់គ្នាគឺថាស្រស់ស្អាតណាស់បងប្អូនបានគយគន់តែនៅក្នុងការផ្ដិតយករូបភាពរបស់ខ្ញុំបាទក៏ស្អាតដែរតម្រាំបានមកផ្ទាល់គឺរឹតតែស្អាតជាងអ្វីដែលយើងទស្សនានៅក្នុងคลิปវីដេអូតែឥឡូវយើងដើរមើលមួយជុំបងប្អូនយើងបាទឃើញថាស្អាតមែនទែននេះគឺការដាក់រចនាដោយផ្កាភ្ញីស្រស់ស្អាតមែនទែនហើយក៏មានរំលេចនៅរូបព្រះសម្មាសម្ពុទ្ធជាមួយនឹងផ្ទៃអក្សរយ៉ាងប្រឌិតស្រស់ស្អាតគឺដាក់ថាបុណ្យវិសាខបូជាបុណ្យវិសាខបូជាគឺជាបុណ្យប្រពៃណីខ្មែររបស់ប្រជាជនកម្ពុជាទូទាំងប្រទេសទាំងអស់គ្នាហើយដើរមើលបន្តទៅផ្នែកខាងមុខទៀតបងប្អូនយើងបាទគឺថាការរៀបចំរួចរាល់នេះគឺស្រស់ស្អាតមែនទែនស្រឡាញ់ពេញចិត្តតែម្ដងបងប្អូនដែលចូលចិត្តផ្កាអីឃើញថាដាក់មកត្រូវតែម្ដងបាទគឺថាគ្រប់ពណ៌គ្រប់ចម្រុះស្អាតទេបងប្អូនយើងមកទស្សនាថាកាលដែលពីវីដេអូទី1គឺថាអត់តន់ស្រស់ស្អាតប្រហែលទេបងប្អូនយើងបាទគ្រាន់តែចូលដល់វីដេអូទី2នេះគឺថាប្លែកភ្នែកប្លែកអារម្មណ៍តែម្ដងជាពិសេសគឺការតុបតែងលម្អដោយផ្កាភ្ញីគ្រប់ពណ៌គ្រប់ចម្រុះគួរជាទីគយគន់របស់បងប្អូនប្រិយមិត្តទាំងអស់គ្នាយ៉ាងស្រស់ស្អាតទេបងប្អូនយើងបាទស្អាតណាស់ខ្ញុំបាទសូមសរសើរតង់ស្អាតមែនទែនគឺប្លែកតែម្ដងសម្រាប់ការរៀបចំយ៉ាងយកចិត្តទុកដាក់
យ៉ាងមិនដែរបងប្អូនដែលបានជួបទស្សនាទាំងអស់គ្នាបាទគឺថាការរៀបចំយ៉ាងយកចិត្តទុកដាក់នេះដែលរំលេចដោយភាពស្រស់ស្អាតសម្រាប់ត្រៀមទទួលនឹងគណៈអធិបតីគាត់អញ្ជើញមកកម្មវិធីសម្រាប់ថ្ងៃស្អែកដូច្នេះកុំភ្លេចចូលរួមទស្សនាបន្តនៅคลิปវីដេអូទី3សម្រាប់ថ្ងៃស្អែកផងបងប្អូនប្រិយមិត្តទាំងអស់គ្នាស្រស់ស្អាតណាស់បងប្អូនយើងបានគយគន់មានអារម្មណ៍ថាស្រស់ស្រាយធូរស្បើយនៅទឹកកង្វល់ទាំងឡាយណាតាមរយៈរូបភាពស្ដែងចេញពីព្រះសម្មាសម្ពុទ្ធគឺបុណ្យវិសាខបូជាមួយនេះផងដែរកុំភ្លេចបងប្អូនយើងបាទជួបគ្នានៅคลิปវីដេអូទី3សម្រាប់ថ្ងៃស្អែកគឺទិដ្ឋភាពទាំងស្រុងសម្រាប់បុណ្យវិសាខបូជានេះសម្រាប់នេះខ្ញុំបាទសូមប្រយោជន៍រូបភាពចែកជូនបងប្អូនបានទស្សនាត្រឹមប៉ុណ្ណេះកុំភ្លេចចូលរួម share subscribe YouTube របស់ខ្ញុំបាទម្នាក់មួយម្នាក់ពីរផងបងប្អូនប្រិយមិត្តបាទសូមអរគុណជម្រាបលាជួបគ្នាវីដេអូបន្តក្រោយទៀតអរគុណ